มัทโธรัตนัตยสะสมนมัสการจมปุព្រះប្រជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងសពកាលសូមនមស្ការឧបការៈគុណចំពោះព្រះធម្មបាសនាសម្ទនកេតធម្មោព្រះចាកម្មដ្ឋានគ្រប់ព្រះអង្គជាទីគោរពស្ការៈដ៏ពងខ្ពស់បំផុតសូមនមស្ការរាប់អានព្រះអង្គរូបធានគ្រប់ព្រះអង្គត្រីការកសង្ឃគ្រប់ព្រះអង្គជាទីរាប់អានម្រើនពរធម្មចារណីយោគីគ្រប់រូបជាទីរាប់អានក្នុងពធសប្រោះថ្ងៃនេះយើងបានជួបជុំគ្នាដើម្បីបំពេញនៅកម្មសិក្សាក្នុងព្រះពុទ្ធសាសនាទាំងព្រះបរិយ័តទាំងការបដិបត្តិជាពេលវេលាមួយដ៏ប្រសើរសម្រាប់ពុទ្ធសាសនិកជនទាំងឡាយលោកមានសតិសម្បញ្ញៈបានរលឹកនឹកឃើញនៅព្រះធម៌នៃការត្រាស់ដឹងរបស់អង្គព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានលះបង់ដ៏ច្រើនទុកសម្រាប់អនុគ្រោះជាប្រយោជន៍សេចក្តីសុខសេចក្តីចម្រើនដល់ជនច្រើនគ្នាហើយបតីករណារបស់ព្រះអង្គតែងតែបង្អោនទៅទូមានព្រានប្រដៅសពសត្វទាំងអស់ឲ្យរួចផុតចាកអំពីអសធម្មជាធម៌ជាប់ជំពាក់នៅសេចក្តីទុក្ខនៅក្នុងសង្សារវដ្តដឹកនាំសិក្សាប្រតិបត្តិឲ្យជាក់ច្បាស់នៅសទ្ធម្មទាំងព្រះបរិយ័តសទ្ធម្មជាពុទ្ធវចនៈដែលព្រះអង្គទ្រង់បានសម្ដែងដោយប្រអប់ផ្ទាល់នៅក្នុងព្រះវិន័យប្រសូតព្រះអភិធម្មជាសិក្ខាជាគុណជាតិដែលត្រូវសិក្សាសិលសមាធិបញ្ញានេះឲ្យបានខ្ជាប់ខ្ជួនបណ្ដុះនៅឧបនិស្ស័យភ្ជាប់ជាមួយនឹងគុណធម៌ដ៏មានតម្លៃសម្រាប់សត្វលោកទាំងអស់បានយល់ហើយយកទៅប្រតិបត្តិជាបដិបត្តិសទ្ធម្មរៀនចម្រើនរៀនប្រតិបត្តិអប់រំទូមានអភិវឌ្ឍកាយភាវនាឲ្យកាយនេះមានសេចក្តីចម្រើនចិត្តភាវនាឲ្យចិត្តនេះមានសេចក្តីចម្រើននៅក្នុងកុសលបញ្ញាភាវនាឲ្យចម្រើនរហូតដល់លោកុត្តរៈដើម្បីបានទទួលនៅបដិវេតសទ្ធម្មសម្រេចនៅគុណធម៌ជាន់ខ្ពស់មគ្គ4ផល4និព្វាន1ជានិព្វលោកុត្តរធម៌ជាធម៌នាំមកនៅសេចក្តីសុខសេចក្តីចម្រើននិងជាបរមត្តសុខជាទីខ្សែមចាក់ទុកទាំងពួងម្ល៉េះហើយដើម្បីសិក្សាយល់នៅពុទ្ធវចនៈរបស់ព្រះអង្គញាតិញោមទាំងអស់ត្រូវតែបណ្ដុះមនសិការៈធ្វើទុកក្នុងចិត្តឲ្យត្រូវទៅតាម
ពាក្យទូមានរបស់ព្រះអង្គនឹងឈ្មោះថាយោនិសោមនសិការៈថាមានប្រយោជន៍អីថាធ្វើទុកក្នុងចិត្តក្នុងអារម្មណ៍សមថៈក្តីអារម្មណ៍វិបស្សនាក្តីនោះអារម្មណ៍ទាំងអស់នឹងជាទីចម្រើននៅសតិសម្បញ្ញញ្ញៈពេលណាដែលចិត្តរបស់យើងចម្រើនដោយសតិផងសម្បញ្ញញ្ញៈផងឬក៏សតិផងបញ្ញាផងចិត្តរបស់យើងនឹងមានទីពឹងទីរលឹកព្រោះសតិសម្បញ្ញញ្ញៈនេះជាធម៌មានឧបការៈណាស់ជួយដល់ចិត្តរបស់យើងនេះឲ្យរួចផុតចាកអំពីភ័យនៃសត្រូវគឺកិលេសមារាគៈទោសៈមោហៈមិនឲ្យកិលេសមានឹងគ្របសង្កត់បៀតបៀននោះបានដោយអាស្រ័យចិត្តបុគ្គលនោះមានសតិមានបញ្ញាបានអប់រំតាំងនៅក្នុងអារម្មណ៍តែមួយជាកុសលចម្រើនបញ្ញាបានឃើញជាក់ច្បាស់ទូមានចិត្តរបស់យើងនឹងមិនអើយញាប់ញ័រមិនអើយវែងមិនអើយជាប់ជំពាក់ជាមួយនឹងអារម្មណ៍របស់មាទៅតាមទ្វាតាមអារម្មណ៍ភ្នែកជាចំោះដាត់កាយចិត្តមួយនឹងរូបសម្លេងក្លិនរសផតពៈធម្មអារម្មណ៍កិលេសមានឹងតែងតែបង្កប់នៅនុយនឹងតាមប្រឡងតាមទ្វាតាមផ្លូវដែលចិត្តតែងតែអាស្រ័យត្រាច់ត្រង្គត់ទៅនោះពេលណាដែលចិត្តនឹងភ្លៀងផ្លត់អត់សតិនិងបញ្ញាតែតែជាប់នៅក្នុងអារម្មណ៍នោះអារម្មណ៍នោះគឺរូបសម្លេងក្លិនរសផតពៈអារម្មណ៍ទាំងអស់នោះមានថ្នាំពឹសគឺតណ្ហានឹងឯងតែជាប់ជំពាក់ហើយធ្វើឲ្យសត្វលោកទាំងឡាយធ្ងន់ដោយសេចក្តីស្រឡាញ់សេចក្តីស្អប់ជាមួយរូបជាមួយនឹងសម្លេងជាមួយនឹងក្លិនជាមួយនឹងរសជាមួយនឹងផតពៈធម្មអារម្មណ៍គ្រប់គណៈចិត្តគ្រប់ពេលគ្រប់ទ្វាគ្រប់អារម្មណ៍ទាំងអស់ម្ល៉េះធ្វើឲ្យចិត្តរបស់យើងនឹងវាអន្ទះអន្ទែងឃ្លីងឃ្លោងញាប់ញ័រដៅកុហលកាហាយទុកទោមណោះជាមួយនឹងអារម្មណ៍នឹងឯងមិនមានទីបំផុតឡើយម្ល៉េះហើយព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងលោកបង្ហាញអំពីការពិតនៃដំណើរការប្រព្រឹត្តទៅក្នុងសង្សារវដ្តដែលប្រព្រឹត្តទៅតាមទ្វាអារម្មណ៍ទាំងអស់នេះជាទីកើតនៅរូបនាមកើតនៅខណ្ឌកើតនៅអាយតនៈកើតនៅធាតុកើតនៅរឿងរ៉ាវទាំងអស់ការកើតនៅសេចក្តីទុក្ខព្រោះការកើតនៅទ្វាភ្នែកតិចចំោះដាត់កាយចិត្តនេះឯងបាននាំឲ្យមានសេចក្តីទុក្ខនៅក្នុងសង្សារវដ្តនេះមិនមានទីបំផុតចឹងយើងបានកើតតនព្រះសាសនារបស់ព្រះសម្មាសម្ពុទ្ធហើយឧបនិស្ស័យរបស់យើងនេះក៏មានគុណធម៌ល្អចេះចែកពេលវេលាកាលញ្ញុតានេះក្នុងការចិញ្ចឹមជីវិតទំនប់បំរុងម្ដាយឪពុកស្វាមីភរិយាបងប្អូនកូនចៅគ្រប់គ្រងព្រះហាវិសជាក្រហោះជាប់ជំពាក់
របររកទទួលទានបំពេញការងារដោះស្រាយអំពីបញ្ហាជីវិតទោះបីជាស្មុគស្មាញយ៉ាងណាវិថីចិត្តរបស់យើងនេះនៅមានវិថីចិត្តរបស់ព្រះសម្មាសម្ពុទ្ធបានដាក់ទុកនៅក្នុងសទ្ធាសតិមានបញ្ញាក្នុងព្រះសទ្ធំបងចេះតែណែនាំដាស់តឿនក្រើនរំលឹកលួងលោមលះបង់ទោះបីជាកិលេសនឹងវាធ្ងន់វាស្អិតវាជាប់យ៉ាងណាខំខំមាត់សង្កត់ចិត្តខន្តីសេចក្តីអត់ធន់បិទភ្នែកដើរចេញជាមួយនឹងការជាប់ជំពាក់នៃកិលេសដែលវាជាប់នៅក្នុងចិត្តរបស់យើងជាមួយអីជាមួយនឹងរូបជាមួយនឹងសម្លេងដដែលហើយរូបសម្លេងក្លិនរសផតពៈនឹងវាមានសេចក្តីសុខតិចមានសុខដែរប៉ុន្តែសុខតិចវាឆាប់ប្រែប្រួលវាអត់ទៀងវាឆាប់ប្រែប្រួលវាសុខនឹងទៅរកទុក្ខដល់តែពេលទុក្ខនឹងឯងដល់វាជាប់ហើយដោះទៅវិញចង់ឲ្យសុខមកវិញវាមិនមែនជាអត្តាវាជាអនត្តាវាកើតឡើងអំពីហេតុបច្ច័យម្ល៉េះទោះបីជាយើងទៀមទាចង់ឲ្យរួចចាកអំពីទុក្ខនោះយ៉ាងណាប៉ុន្តែសភាវៈធម៌ទាំងអស់នឹងវាកើតឡើងអំពីហេតុនិងបច្ច័យកម្មចាស់ផងវាឧបត្ថម្ភដែលយើងបានសាងកម្មនឹងសខ្លះកម្មនឹងខ្មៅខ្លះកម្មសជាកុសលកម្មខ្មៅជាអកុសលម្ល៉េះហើយដូចសមោលទល់តាមប្រាណចឹងកម្មនេះអ្នកណាទៅចាប់សមោលទុកបានយល់ទេអ្នកណានឹងចាប់កម្មនេះមិនឲ្យវិបាកនឹងបានវាតែអន្ទោលនោះគ្រប់ពេលគ្រប់វេលាគ្រប់គណៈចិត្តនឹងទាំងអស់លះហើយយត្តមមានសេចក្តីនឿយណាយអំពីសភាពនៃសេចក្តីទុក្ខជាមួយនឹងអារម្មណ៍រូបសម្លេងនេះហើយក៏បានយល់អំពីពធរបស់ព្រះអង្គបានមានឱកាសឱកាសនេះជាឱកាសជាកុសលទៀតយោដែលព្រះអង្គទ្រង់សរសើរអ្នកទទួលបានឱកាសដូចញាតិញោមនេះចឹងឱកាស10ថ្ងៃនេះជាឱកាសរបស់ញាតិញោមដែលបំពេញនៅកុសលជាឱកាសបុណ្យមានតែមនុស្សមានបុណ្យមានតែមនុស្សល្អទេទើបអាចមានឱកាស4យ៉ាងនេះដែលព្រះអង្គទ្រង់សរសើរទី1ធម្មទេសនាកាលែនញាតិញោមបានស្ដាប់នៅធម៌ទេសនាណាស្ដាប់នៅពធជាមួយនឹងគ្រូបាអាចារ្យនឹងរៀងរាល់ពេលរៀងរាល់វេលា10ថ្ងៃនេះទៀងទាត់ទេយោការស្ដាប់នៃសត្តមយៈបញ្ញានាំមកនៅបុណ្យដោយបញ្ញាញាណនៃការត្រាស់ដឹងដើម្បីធ្វើឲ្យជីវិតរបស់យើងស្គាល់នៅការពិតនឹងគឺបុណ្យនឹងឯងគឺការស្ដាប់នឹងឯងយកមកចិន្តាមយៈបញ្ញាមកត្រេះរិះពិចារណាពេលណាយល់ពាក្យពេចន៍ណាមួយហើយនឹងថាដូចគេឲ្យកំណប់គេឲ្យលៀបធំធេងណាស់មានបៃតិបាមកជៈនឹងរីករាយនឹងអត្តនៃសេចក្តីនៃពធហ្នឹងបងពេលណាដែលមានសេចក្តីសង្ស័យកាលទី2សាកច្ឆាកាលេនៈ
ឬក៏ធម្មសាកច្ឆាកាលេនៈបានសាក់សួរពធបានបកនៅពធអស់នៅសេចក្តីងឿងឆ្ងល់អស់នៅសេចក្តីសង្ស័យអស់នៅសេចក្តីសពិចសពិលរាយមាយមិនប្រកបមិនបជាធ្វើឲ្យចិត្តរបស់យើងនឹកណោអធិមកខៈជឿលើកិច្ចប្រតិបត្តិនៃពាក្យទូមានព្រានប្រដៅរបស់អង្គព្រះសម្មាសម្ពុទ្ធដើម្បីញ៉ាំងនៅឆន្ទៈធម្មឆន្ទៈនេះឲ្យរឹតតែពេញចិត្តពេញថ្លើមនៅឱវាទរបស់ព្រះអង្គមានបាបៃតេរីករាយត្រេកអរដែលយើងមានឱកាសបានជួបនឹងសាសនារបស់ព្រះសម្មាសម្ពុទ្ធហើយធ្វើឲ្យចិត្តរបស់យើងនឹងជ្រះថ្លាធ្វើឲ្យទិដ្ឋិរបស់យើងនឹងត្រង់ពេលដែលអស់សេចក្តីសង្ស័យនឹងកាល10ថ្ងៃហ្នឹងហើយដល់តែពេលបានស្ដាប់សាកសួរយល់បកធរនឹងប្រកាសហើយកាលទី3សមថកាលេនៈនេះបានមកនៅកន្លែងស្ងប់ស្ងាត់មករាប់អានអាស្រ័យសក្ប្រមចារីអ្នកមានសិលអ្នកមានទិដ្ឋិត្រង់មានអធ្យាស្រ័យជាសប្បុរសកាយសុចរិតវិជ័យសុចរិតមនោសុចរិតល្អមានសង្ឃហធម៌ស្រ័យសំគួរនៅឧបនិស្ស័យដែលខ្លួនបានសន្សំពីអតីតមកផងបច្ចុប្បន្ននេះឆាប់ដឹកនាំចិត្តរបស់យើងមកអាស្រ័យសេពគប់នឹងកន្លែងស្ងប់ស្ងាត់ព្រៃស្ងាត់ខ្លះទៀបគល់ឈើស្ងាត់ខ្លះតូបស្ងាត់ខ្លះសាលាស្ងាត់ខ្លះទីវាលអាស្រ័យបរិវាសកន្លែងវត្តអារាមស្ងាត់ខ្លះនេះសិតតែជានិស្ស័យរបស់ញាតិញោមដែលធ្លាប់សន្សំមកច្រើនបានមានឧបនិស្ស័យកាន់យកនៅវត្ថុជាអារម្មណ៍ឲ្យចិត្តរបស់យើងនឹងពេញចិត្តរីករាយនៅកន្លែងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សរសើរនឹងឯងបានទីកន្លែងស្ងប់ស្ងាត់ហើយអិរិយាបថរបស់យើងដេកដើរឈរអង្គុយរៀននៅម្នាក់ឯងរៀនដើរម្នាក់ឯងរៀនដេកម្នាក់ឯងរៀនអង្គុយម្នាក់ឯងរៀនឈរម្នាក់ឯងរៀនរស់នៅម្នាក់ឯងរៀនហូបម្នាក់ឯងហ្នឹងណាសងំរីករាយនៅអិរិយាបថដែលប្រព្រឹត្តទៅដេកដើរឈរអង្គុយនៅកន្លែងដែលព្រះពុទ្ធប្រទានឲ្យហ្នឹងហើយគាត់រីករាយប៉ុណ្ណឹងចិត្តរបស់យើងនឹងជាកាលមួយជាកុសលមួយដ៏ល្អជាកាលមួយដែលព្រះពុទ្ធព្រះអង្គទ្រង់សរសើរថាជាកាយវិវេកកាលនេះដូចកាលដែលត្រូវពេលដែលមានវិវេកធ្វើឲ្យយើងនឹងរីករាយជាមួយទីកន្លែងស្ងប់ស្ងាត់ពេលដែលស្ងប់ស្ងាត់ហើយបានទទួលនៅបកម្មដ្ឋានសមថកម្មដ្ឋាន40ណាមួយមានអានាបានសតិជាដើមញាតិញោមចម្រើនបដើបានស្ដាប់បដើបានសាក់សួរបកបដើបានប្រតិបត្តិនឹងបដើទៅរៀនបប្រតិបត្តិហ្នឹងទាំងស្ដាប់ទាំងការអនុវត្តការតម្កល់ចិត្តនៅក្នុងអារម្មណ៍តែមួយហ្នឹងធ្វើឲ្យជាក់ច្បាស់แล้วឲ្យមានសេចក្តីប្រឹងប្រែងព្យាយាមបណ្ដោះនៅសតិនិងបញ្ញាព្រោះអានាបានសតិនេះជាអារម្មណ៍របស់សតិទៀតអារម្មណ៍របស់សតិនេះជាអារម្មណ៍ដែលជាកុសលអារម្មណ៍តែមួយជាកុសល
អារម្មណ៍នឹងឯងជាឧបាយសម្រាប់ធ្វើចិត្តរបស់យើងនឹងឲ្យស្អាតឲ្យបរិសុទ្ធញ៉ាំងចិត្តរបស់យើងនឹងឲ្យផុតចាកអំពីអន្តរាយដែលយើងតែងតែជាប់នៅគ្រឿងសៅមងខ្វល់ខ្វាយផ្ទះតេងលវើលវាយពិបាកចិត្តអីសពគ្រប់បែបយ៉ាងនឹងសិតតែចិត្តរបស់យើងនៅរស់នៅអាស្រ័យនឹងកិលេសមាបងពួកអកុសលនឹងឯងជាកិលេសមាចងជាប់នៅក្នុងវត្តដាក់តាមទ្វារភ្នែកតិចច្រមុះបាតកាយចិត្តជាទីលំនៅរបស់មាយើងមកសិក្សាដើម្បីដោះចិត្តរបស់យើងឲ្យរួចផុតចាកអំពីកិលេសនឹងឯងលោះអភិរមសងំស្ងប់ស្ងៀមបណ្ដោះនៅសតិនិងបញ្ញាកំពុងតែចិត្តរបស់យើងមានសទ្ធាជ្រះថ្លាជឿជាក់ទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធឲ្យមុតមាំតនចិត្តយើងមានកម្លាំងមានដៃជះនៃសតិបញ្ញាពេលវេលាខ្លះចិត្តរបស់យើងអត់សន្ធាបើយើងអត់មានឱកាសក្នុងការចម្រើនក្នុងការអប់រំទេមាននឹងបៀតបៀនណាអត់ឲ្យយើងមានឱកាសប៉ុន្តែដល់យើងមានសទ្ធាសតិមានបញ្ញាយើងមានឱកាសយើងប្រឹងធ្វើតន់មាននឹងអត់តន់មកបៀតបៀនយើងអញ្ចឹងណាឲ្យចម្រើនឡើងឲ្យឃ្លាវខ្លាឡើងឲ្យបញ្ញាប់បញ្ញាល់ឡើងហ្នឹងហើយធ្វើឲ្យយើងនេះបានញ៉ាំងចិត្តរបស់យើងនឹងឲ្យឆ្ងាយខ្ពស់ផុតចាកអំពីពួកកិលេសមានឹងពេលណាដែលមានសតិបញ្ញាខ្ពង់ខ្ពស់ទៅឥន្ទ្រីឃ្លាវខ្លាមានឹងអត់សូវមានអំណាចមកគ្របសង្កត់ចិត្តរបស់យើងបានទេពួកនិវរណៈដែលជាគ្រឿងបិទបាំងរារាំងរំខានចិត្តរបស់យើងរាល់ពេលរាល់វេលានឹងដោយអំណាចនៃសមថកាលេនេះឱកាសនេះឱកាសយើងបំពេញបុណ្យឱកាសយើងបំពេញគុណធម៌ឱកាសដែលយើងคลายទៅជាមនុស្សល្អណាអប់រំចិត្តរបស់យើងឲ្យសម្បូរទៅដោយសោបនៈចេតសិកសោបនៈចិត្តដែលគុណធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សរសើរនេះយើងមានឱកាសនេះមិនមែនមានច្រើនទេយល់ទេលោកថាមានឧបសគ្គច្រើនណាស់ជួនកាលយើងគិតមកបានប៉ុណ្ណឹងប៉ុន្តែធ្វើប្រហែសបន្តិចមានសេចក្តីប្រមាទបន្តិចលែងមានឱកាសក្នុងការបំពេញនៅកាលដ៏ប្រសើរមានសមថកាលេនវិបស្សនាកាលេនហ្នឹងហើយពេលវេលាណាវិបាកនៃកម្មវាជាឧបបិលកកម្មមកបៀតបៀនមកធ្វើឲ្យយើងនឹងឯងបាក់ទឹកចិត្តអស់សទ្ធាក៏ជាឧបសគ្គលែងមានឱកាសក្នុងការបំពេញនៅសតិប្បដ្ឋានសមថកម្មដ្ឋានបស្សនាកម្មដ្ឋានជួនកាលទៅមានចរិយាបងហ្នឹងឯងលោកថាមានចរិយាជាធិហ្នឹងមកបៀតបៀនលែងមានឱកាសបានជួបនឹងសក្ប្រមចារីឡៃតែទុកទោមណោះចង្អៀតចង្អល់ដោះជាមួយអំពីវិបាករបស់កម្មជាអកុសលដើមរួចហូបកើតអីនេះធ្វើឲ្យយើងនឹងខ្វល់ខ្វាយយល់ណាខ្វល់ខ្វាយមានបញ្ហាសពគ្រប់បែបយ៉ាងក៏ធ្វើឲ្យចិត្តរបស់យើងនឹងលែងបានចម្រើនជួនកាលអស់នៅសេចក្តីព្យាយាមពួកថៃនិមិត្តថៃណាំងមិត្តទាំងហ្នឹងគ្របសង្កត់ចិត្តរបស់យើងនឹងឲ្យងប់ជ្រុករីរែកអល់ឯកផ្ទះតេងខ្វល់ខ្វាយច្បុកច្បល់ក៏ធ្វើឲ្យយើងនឹងឃ្លាតឆ្ងាយដែរយល់ទេឃ្លាតឆ្ងាយចឹងបានពុទ្ធលោកសរសើរកាលនេះជាកុសល
សមថកាលេញាតិញោមបានបំពេញហើយនឹងអារម្មណ៍សមថណាមួយដោយអាណាបានសតិញាតិញោមសម្រិតសម្រាំងតម្កល់ចិត្តក្នុងអារម្មណ៍តែមួយនឹងដោយសេចក្តីព្យាយាមបដោះសតិនិងបញ្ញាមានសតិសម្បញ្ញៈមានសតិញាណសតិបញ្ញានេះហើយធ្វើឲ្យញាតិញោមនឹងអាស្រ័យក្នុងអិរិយាបថទាំង4ដេកដើរឈរអង្គុយនៅតាណាក៏សុខកាយសុខចិត្តជាទីរីករាយព្រះអង្គទ្រង់សម្ដែងថាសេចក្តីសុខនេះមិនមែននៅលើវត្ថុទេអញ្ចឹងណាសេចក្តីសុខនឹងត្រង់នៅពេលចិត្តសុខនៅត្រង់ចិត្តសុខអញ្ចឹងណាហើយតែចិត្តសុខនឹងត្រង់ចេតនាស្ងប់ស្ងាត់ចាកកាមស្ងប់ស្ងាត់ចាកអកុសលប៉ុន្តែបើយើងអត់បានអប់រំទេយើងគិតតែប្រកាន់ថាសេចក្តីសុខនឹងត្រង់វត្ថុជាសុខចង់បាននេះចង់បាននោះចេះមួយចុះមួយប៉ុន្តែអាវត្ថុទាំងអស់បុគ្គលទាំងអស់ហ្នឹងបើអត់ចេះអប់រំទូមានព្រានប្រដៅឲ្យបានល្អទេរបស់ទាំងអស់ហ្នឹងរឹតតែទុកថែមទៀតខ្ញុំចឹងរឹតតែទុកថែមទៀតជួនកាលយើងម្នាក់ញាតិញោមចង់បានកូនពេញចិត្តគ្រាន់សុខប៉ុន្តែជួនកាលទៅទុកជាមួយកូននឹងខ្លាំងជាងអ្វីទាំងអស់ព្រោះពេញចិត្តជាងគេស្រឡាញ់ជាងគេទុកជាងគេអញ្ចឹងសេចក្តីសុខនេះព្រះពុទ្ធលោកថាមិនជាប់ដោយវត្ថុទ្រព្យសម្បត្តិលៀបយោះរឿងរ៉ាវបុគ្គលទេសេចក្តីសុខនឹងនៅត្រង់ចិត្តសុខត្រង់ចិត្តសុខបើឥឡូវនេះចិត្តជាសុខលោកថាការបរិភោគបាយនេះបាយនឹងដាក់ចានមាសក៏ដោយចានជ័រក៏ដោយឲ្យតែយើងព្រមសុខចិត្តទទួលបរិភោគឲ្យឆ្អែតដូចគ្នាឥឡូវនេះមក10ថ្ងៃហ្នឹងអត់មានចានមាសទេចានជ័រខ្ញុំចឹងណាចានជ័រចានដែកទឹករឹកហ្នឹងស្ពាយហ្នឹងអើយទាំងយប់ទាំងថ្ងៃជាពិសេសគូបាសនាចាកោវុឌ្ឍនឹងឲ្យងើបនឹងនៅស្ដាយនៅស្ពាយទៅងើបឈរទទួលធម្មយាចាអញ្ចឹងណាដូចពេញចិត្តហ្នឹងណាអញ្ចឹងវាអត់មានចានមាសចានប្រាក់ពណ៌មាសពណ៌អីទេចាននេះចានជ័រចានដែកទុកក៏អេតចាយនឹងមិនទៅយកអីដែរខ្ញុំអញ្ចឹងណាអញ្ចឹងឲ្យតែយើងពេញចិត្តនេះពុទ្ធិកាគឺសេចក្តីសុខពិតនឹងត្រង់ចិត្តសុខនឹងឯងព្រមទទួលចេះគ្រប់ណាចេះគ្រប់ចប់បញ្ហាសពគ្រប់បែបយ៉ាងទាំងអស់យ៉ាងសមថកាលេននេះជាកាលពេលវេលាមួយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សរសើរវិបស្សនាកាលេនទាំងការស្ដាប់សន្ទនាបកធម៌សមថៈនេះបង្អោនទៅរកនៅវិបស្សនាកាលេនពេលវេលាមួយចិត្តរបស់យើងស្អាតបរិសុទ្ធហើយមានបញ្ញាញាណទៅឃើញច្បាស់ដឹងជាក់ច្បាស់នៅក្នុងអរិយសច្ចៈអរិយសច្ចៈនេះមានរូបបរមត្តនាមបរមត្តរូបនឹងត្រឹមមួយឬក៏ពីរនាមនេះត្រឹមមួយឬក៏ពីរឲ្យជាក់ច្បាស់ដោយបញ្ញាញាណត្រឹមតែបត្តវ័យមួយមានសភាវៈលក្ខណៈអាការៈប្រកបរឹងធ្ងន់ឬក៏ទន់ស្រាលឬក៏ក្រោតក្រៀតប៉ុណ្ណឹងកើតហើយក៏រលត់ទៅតាមទ្វាមួយហ្នឹងក៏ជាក់ច្បាស់ធ្វើឲ្យយើងនេះបានទទួលនៅអរិយសច្ចៈឃើញច្បាស់ថានេះទុកពិតប្រកបនៅក្នុងអរិយសច្ចៈនាមធម៌អោនទៅដឹកដោយបញ្ញាញាណហ្នឹងដល់អោនទៅដឹង
nơiสភាវៈលក្ខណៈនៃរូបនឹងឯងជាក់ច្បាស់ត្រឹមតែសភាវៈលក្ខណៈនៃកណោកលបៈអត់មានសត្វអត់មានបុគ្គលអត់មានស្រីអត់មានប្រុសមនុស្សទេវតាត្រឹមតែមានសភាវៈលក្ខណៈនៃបតវ័យធាតុរឹងធ្ងន់កើតរលត់ព្រោះរូបនេះមានលក្ខណៈបែកធ្លាយទៅបើកើតរលត់ឧបតៈថិតិភង្គៈបតៈកើតថិតិប្រែប្រួលភង្គៈបែកធ្លាយទៅពេលណាដែលយើងបានឃើញនៅសភាវៈលក្ខណៈនៃបរមត្តធម៌ក្នុងអរិយសច្ចៈពិតប្រកបដោយបញ្ញាញាណដោយខ្លួនឯងគឺឃើញនៅលក្ខណៈនៃរូបបរមត្តបណ្ដារូបទាំង28មានរូបណាមួយដែលជាក់ច្បាស់ហើយក៏រមែងនឹងបានឃើញរូបដតីទៀតក៏មានសភាពដូចគ្នាដូច្នោះដែរធ្វើឲ្យទិដ្ឋិរបស់យើងនេះទៅជាទិដ្ឋិវិសុទ្ធិសេចក្តីស្អាតបរិសុទ្ធនៃទិដ្ឋិយល់ត្រូវនៅក្នុងអរិយសច្ចៈត្រង់អត់មានអត្តានឹងណាអត់មានអត្តាជាអញជារបស់អញជាខ្លួនអញជាអនត្តាមានសភាពមិនទៀងជាទុកហើយប្រែប្រួលទៅវិញកើតឡើងអំពីហេតុបច្ច័យរលត់ទៅជាហេតុបច្ច័យគ្រប់ទ្វាគ្រប់អារម្មណ៍ទាំងអស់កាលនឹងឯងហើយបុគ្គលមានតែបុគ្គលមានបុណ្យបុគ្គលមានគុណធម៌ខ្ពង់ខ្ពស់ទេទៅបានជួបនឹងធម៌របស់សប្បុរសពិតគឺព្រះសម្មាសម្ពុទ្ធហើយបានសិក្សានៅធម៌របស់ព្រះអរិយៈហើយយល់ស្ដាប់សាកសួរឲ្យបានយល់យកទៅបដិបត្តិធ្វើឲ្យចិត្តនឹងតាំងនៅក្នុងអារម្មណ៍តែមួយហើយមានបញ្ញាទៅឃើញជាក់ច្បាស់នៅក្នុងបរមត្តធម៌ក្នុងអរិយសច្ចៈណែកាលទាំង4នេះឯងមាននៅក្នុងសន្តានចិត្តនៃបុគ្គលណាតែងតែញ៉ាំងចិត្តនេះឲ្យអស់ទៅនៃអាសវៈធម៌បងរួចចាក់ទុកនោះបានហើយព្រះអង្គទ្រង់បញ្ជាក់ឲ្យការសិក្សាស្ដាប់រៀននៅក្នុងសមថកម្មដ្ឋានវិបស្សនាកម្មដ្ឋានដែលព្រះអង្គទ្រង់ប្រាប់ឲ្យយើងបានសាកសួរព្រះអង្គងាយប្រាប់ទេញាតិញោមសតិប្បដ្ឋាន4នេះសមថកម្មដ្ឋានបស្សនាកម្មដ្ឋានឬក៏មគ្គបដិបទានេះព្រះអង្គងាយប្រាប់ទេតតែមានឧបនិស្ស័យទៀតពុទ្ធជនដែលព្រះអង្គអត់ប្រាប់ពុទ្ធជននឹងមានធម៌2ព្រះអង្គត្រេះរិះពិចារណាទៅថាបើប្រាប់ទៅក៏អត់អាចធ្វើអីបានដែរទី1អត់សិលបងពុទ្ធជនអត់សិលទី2មានមិច្ឆាទិដ្ឋិហ្នឹងហើយគឺព្រះអង្គអត់ដែលបង្រៀននៅក្នុងសតិប្បដ្ឋានបដិបត្តិទេព្រះអង្គអត់ប្រាប់នៅសមថកម្មដ្ឋានបស្សនាកម្មដ្ឋានទេបើបុគ្គលមានធម៌2ហ្នឹងលោកពោលនៅក្នុងអត្ថកថាព្រោះហេតុអីព្រោះពុទ្ធជនដែលអត់សិលក្នុងមិច្ឆាទិដ្ឋិនេះព្រះសម្មាសម្ពុទ្ធអត់ជឿទេអត់ជឿយកធម៌នឹងទៅរកកន្លែងស្ងប់ស្ងាត់ទៅធ្វើម្នាក់ឯងបានទៅទូមានចិត្តបានមានសមត្ថភាពក្នុងការដុតកម្ដៅនៃកិលេសទូមានចិត្តឲ្យស្អាតបរិសុទ្ធព្រោះចិត្តនេះជាធម្មជាតិពិបាករក្សាពិបាកទូមានណាអញ្ចឹងព្រះអង្គជឿជាក់តែពុទ្ធជនមានធម៌2គឺមានសិលនិងសមាទិដ្ឋិអញ្ចឹងព្រះអង្គលោកសម្ដែងនៅក្នុងសតិប្បដ្ឋានសូត្រប្រពអំពីភិក្ខុមកព្រះអង្គបានទៅទូលសួរព្រះសម្មាសម្ពុទ្ធម្ល៉េះហើយព្រះអង្គឲ្យដោះជំរះកុសលខាងដើម2នឹងសិនបានព្រះអង្គទ្រង់ប្រាប់សតិប្បដ្ឋាន4នឹងឯងឬក៏សមថកម្មដ្ឋានបស្សនាកម្មដ្ឋាន
ហើយកុសលទាំងពីរនឹងទី1សិលទី2ទិដ្ឋិយ៉ាងញាតិញោមជាបុគ្គលមានឧបនិស្ស័យហើយដោយសារមានសិលដោយសារមានទិដ្ឋិល្អជឿទៅលើកម្មកុសលអកុសលកុសលអកុសលកម្មជាកុសលកម្មជាអកុសលអត់មាននរណាធ្វើជំនួសយើងទេញាតិញោមហើយវិបាករបស់កម្មទទួលបានសុខខ្លះទុក្ខខ្លះនេះសុខមកពីកុសលនឹងឲ្យផលទុក្ខមកពីអកុសលនឹងឲ្យផលម្លោះកម្មជាកុសលក្តីអកុសលក្តីសុខក្តីទុក្ខក្តីកម្មនឹងជារបស់ខ្លួនកម្មសកតាសទ្ធាឬកម្មសកតាសមាទិដ្ឋិមានតែអ្នកមានសមាទិដ្ឋិទេដែលជឿទៅលើកម្មផលនេះទេជឿទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធបានឲ្យឈ្មោះថាមនុស្សមានសមាទិដ្ឋិចឹងញាតិញោមបានចម្រើនបដិបត្តិនេះកំពុងតែធ្វើនៅកិច្ចការមួយតាមធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងដើម្បីញ៉ាំងកិច្ចការនោះឲ្យសម្រេចទៅជាប្រយោជន៍ដោយសេចក្តីមិនប្រមាទហ្នឹងណាមានសិលហើយមានសមាទិដ្ឋិហើយព្រះអង្គប្រាប់កិច្ចការដែលជាប្រយោជន៍ដើម្បីបានសម្រេចមគ្គផលជាប្រយោជន៍បានរួចចាកអំពីសេចក្តីទុក្ខមានសេចក្តីសុខនឹងគឺសតិប្បដ្ឋានបានដល់សមថកម្មដ្ឋានបស្សនាកម្មដ្ឋានព្រោះសតិប្បដ្ឋាននឹងព្រះអង្គសម្ដែងដល់បុគ្គលពីរពួកសមថយានិកៈវិបស្សនាយានិកៈញោមណាមានឧបនិស្ស័យចម្រើនសមថយានិកៈអានាបានសតិមានឈានបឋមឈានទុតិយឈានតតិយឈានចតុតឈានជាដើមកាយកតាសតិបានបឋមឈាននឹងសមថយានិកៈយត្តយោមិនមានអធិស្រ័យដល់នឹងទេវិបស្សនាយានិកៈត្រឹមតែខនិកៈសមាធិឧបចារសមាធិស្ងប់ស្ងាត់ចាក់កាមស្ងប់ស្ងាត់ចាក់អកុសលចិត្តនឹងណោមានចិត្តស្អាតបរិសុទ្ធហើយបង្អោនទៅរកអារម្មណ៍វិបស្សនាទៅនេះព្រះអង្គទ្រង់សម្ដែងទាំងពីរនឹងឯងអញ្ចឹងយើងកំពុងតែសិក្សានៅក្នុងសតិប្បដ្ឋានហើយញោមកុំគិតអ្នកទាំងឡាយអត់ទាន់យល់ពីតែសតិប្បដ្ឋានប៉ុន្តែសតិប្បដ្ឋាននេះដូចគំនោផ្កាដែលមកគោយល់យំហើយគេសិក្សានឹងដកក្នុងកាយានុបស្សនាសតិប្បដ្ឋានវេទនានុបស្សនាសតិប្បដ្ឋានចិត្តតានុបស្សនាសតិប្បដ្ឋានធម្មានុបស្សនាសតិប្បដ្ឋានអ្នកខ្លះមានសមថៈធ្ងន់ទៅលោកកាយានុបស្សនាសតិប្បដ្ឋានដកពីក្នុងកាយានុបស្សនាមាន6ពពៈនឹងឯងពពៈនឹងបែរថាចំណែកមានទាំងសមថៈមានទាំងវិបស្សនាអញ្ចឹងទៅញាតិញោមអ្នកខ្លះមានសមថៈនឹងស្ងប់ទៅរកនៅពួកបរមត្តធម៌ក្នុងវេទនាក្នុងចិត្តក្នុងធម៌វេទនាចិត្តធម៌នឹងមិនមែនសិតតែចាប់ខ្ញុំចង់អានេះខ្ញុំចង់អានោះទេតលតែសិក្សាមានចិត្តស្អាតបរិសុទ្ធបានឃើញនៅបរមត្តធម៌ក្នុងរូបហើយមកសិក្សានៃចិត្តវេទនាចិត្តធម៌នឹងជួនកាលអ្នកនេះមានឧបនិស្ស័យត្រង់វេទនានឹងធ្ងន់ជាងចិត្តនឹងធម៌ជួនកាលអ្នកខ្លះវេទនានឹងអត់សូវធ្ងន់ទេមានឧបនិស្ស័យធ្ងន់នឹងចិត្តនឹងជាងធម៌នឹងធម្មានឹងចិត្តសឹកហើយអ្នកខ្លះធ្ងន់ភាសៈធម្មានុបស្សនានឹងជាងចិត្តតានុបស្សនានិងវេទនានុបស្សនាលោកចែកច្បាស់យល់នឹងឲ្យច្បាស់ហើយឥឡូវនេះយើងរៀនសមថកម្មដ្ឋានបស្សនាកម្មដ្ឋានជាសមថយានិកៈនិងវិបស្សនាយានិកៈនឹងឯង
ដែលយើងមានឧបនិស្ស័យព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជឿយើងហើយបានឲ្យរៀនសតិប្បដ្ឋាន4សមថកម្មដ្ឋានបស្សនាកម្មដ្ឋានត្រង់យើងជាអ្នកមានសិលត្រង់យើងជាអ្នកមានសមាទិដ្ឋិប៉ុន្តែបើអត់សិលអត់សមាទិដ្ឋិពុទ្ធជនពួកនេះព្រះសម្មាសម្ពុទ្ធអត់ជឿហើយអត់បានបង្រៀននៅធម៌នោះទេណាហើយដោយសារតែអ្នកមានសិលមានសមាទិដ្ឋិទៅជាមួយគ្នានៅជាមួយសក្ប្រមចារីនៅជាមួយនឹងគ្នានៅព្រៃតិចក្តីច្រើនក្តីព្រះអង្គទ្រង់សម្ដែងឧទាហរណ៍ដូចកុលបុត្រព្រះអនុរុទ្ធនៅជាមួយនន្តយៈនៅមួយកម្ពិលៈ3អង្គហ្នឹងនៅក្នុងព្រៃបាចិនវង្សបងព្រៃនឹងស្ងាត់ប៉ុន្តែ5ថ្ងៃនិយាយជាមួយគ្នាម្ដងហ្នឹងធ្វើសញ្ញាហ្នឹងណាដោយសារតែមានសិលដោយសារតែមានសមាធិនឹងទេបានឲ្យទៅនៅព្រៃអីនោះប៉ុន្តែបើអត់សិលអត់មានសមាធិទៅនៅព្រៃមានធម៌5ប៉ុន្តែក្នុង5ហ្នឹងព្រះអង្គរងសរសើរតែអាទី5ខាងចុងហ្នឹងហើយបើនៅក្នុងព្រៃធ្វើទៅដងអីសពគ្រប់បែបយ៉ាងហ្នឹងច្រើនមានណាច្រើនមានរឿងរ៉ាវអីច្រើនដែលព្រះអង្គទ្រង់អត់សរសើរទៅក្នុងព្រៃចេញមកខ្លាំងប្រកែតែហ្មងពុទ្ធអត់សើទេហ្នឹងនាំរឿងចូលស្រុកហ្នឹងហ៎នាំរឿងចូលស្រុកនាំបាបចូលស្រុកហ្នឹងហ៎នៅក្នុងព្រៃនេះជួនកាលចេញមកវិញលោកថាបុគ្គលនោះឈួតតាថាគតឲ្យបង្រៀនលះបង់កិលេសលោភៈទោសៈមោហៈនាំគ្នាជឿបន់ស្រន់អរុគអរិយអ្នកតាអីសពគ្រប់បែបយ៉ាងអានឹងឈួតដែរមិច្ឆាទិដ្ឋិនឹងមោហៈក៏ឈួតដោយមោហៈណាលោកប្រយ័ត្ននៅក្នុងព្រៃលោកអត់សរសើរជួនកាលជាប់លៀបដឹងថាអូអ្នកនៅក្នុងព្រៃស្ងប់ស្ងាត់គេឆាប់ជឿហើយទៅព្រៃឯងមួយឆ្នាំ2ឆ្នាំ3ឆ្នាំមកវិញបានឆាប់មានគេជឿអញ្ចឹងហ៎មកមានគ្រឿងសក្ការៈចេះទួសចេះទាយវាយតបៈអទាសប្របីមាត់ស្ពៀស៊ីជ្រក់ឆ្ពៃលាន់ណាញោមអញ្ចឹងបានពុទ្ធលោកអត់សរសើរទេហើយយើងពុទ្ធជននេះឆាប់ជឿញោមឆាប់វែងណាឆាប់វែងចង់បានសេចក្តីសុខរួចចាក់ទុកនឹងគ្រាន់គេឲ្យនឹងមកតែអត់ចង់ធ្វើខ្លួនឯងទេយ៉ាងណាយ៉ាងណាចឹងរឿងរ៉ាវទាំងអស់ហ្នឹងមានរឿងនៅក្នុងពុទ្ធសាសនាច្រើនណាជិតយំចឹងព្រះអង្គជឿជាក់តែអ្នកនៅព្រៃដោយសារធម៌ពីរទេអ្នកនឹងមានសិលអ្នកនឹងមានសមាទិដ្ឋិហ្នឹងហើយព្រោះនៅហើយចម្រើនដោយគុណធម៌ជាបុគ្គលដ៏ប្រសើរជាបុគ្គលខ្ពង់ខ្ពស់ដែលជាបុគ្គលស្ងប់ស្ងាត់ជាបុគ្គលឧត្តមឧត្តមបានអប់រំទូមានព្រានប្រដៅឲ្យប្រសើរជាងអ្នកដតីហើយយកនៅសទ្ធមនឹងទៅទូមានអ្នកដតីឲ្យបានសុខបានចម្រើនបានសុខបានចម្រើនព្រោះអីបានព្រះអង្គទ្រង់សរសើរជឿជាក់អ្នកមានសិលនិងមានសមាធិព្រោះថាបើមានសិលមានសមាធិហើយនៅជាមួយគ្នាក្តីនៅតែឯងក្តីនៅព្រៃក្តីនៅទៀបគល់ឈើក្តីនៅតូបស្ងាត់ក្តីនៅទាំងអស់គ្នាជិត200នាក់នេះក្តីអ្នកមានសិលនឹងមានសារណីយធម៌6យ៉ាងទី1ច្រើនមានមេត្តាកាយកម្មមេត្តាគ្នាប្រកបទៅដោយមេត្តានៅចំពោះមុខក្តីក៏បាំងមុខក្តីមានមេត្តាល្អតាមផ្លូវកាយបងទី2មេត្តាវចីកម្ម
បកគលនឹងធ្ងន់ទៅដោយមេត្តាប្រកបនៅក្នុងមេត្តាបច្ច័យកម្មនៅជាមួយគ្នាក្តីនៅតឯងក្តីនៅព្រៃក្តីនៅណាក្តីវាចានឹងមានមេត្តាបងមេត្តាចំពោះមុខក៏មានមេត្តាក្រៅមិនចំពោះមុខក៏មានមេត្តាដែរមេត្តាមโนកម្មមានទឹកចិត្តប្រកបទៅដោយមេត្តាប្រកបធ្ងន់នៅក្នុងមេត្តាហ្នឹងចំពោះគុណធម៌ហ្នឹងគឺចំពោះមុខនិងកំបាំងមុខព្រោះមេត្តានេះអង្គធម៌បានដល់អីយោអតោសៈយ៉ាងណាអតោសៈម្ល៉េះហើយបុគ្គលដែលអតោសៈចិត្តអត់មានតោសៈបុគ្គលនឹងអត់សូវមានអ៊ីសាឯងអត់មានមច្ឆរិយៈឯងអត់សូវមានកុកចៈឯងឆ្កឹះឆ្កៀលអីគេបបាក់ចិត្តអីទេណាយ៉ាងមេត្តាកាយកម្មមេត្តាវិច័យកម្មមេត្តាមโนកម្មទាំងចំពោះមុខទាំងកំបាំងមុខហ្នឹងហើយមេត្តានេះជាអង្គធម៌គឺអតោសៈតែក្រុមអតោសៈហើយអ៊ីសាក៏មិនសូវមានមច្ឆរិយៈក៏មិនសូវមានកុកចៈក៏មិនសូវមានម្ល៉េះហើយពពួកមោហៈហ្នឹងមោហៈក៏មិនសូវមានអហិរកាំងអណោតពាំងឧត្តចៈអត់សូវរាយមាយទេបានព្រះអង្គអនុញ្ញាតយ៉ាងហ្នឹងគ្រូអប់ធម្មហ្នឹងនេះអតោសៈហ្នឹងវាមានមេត្តាកាយកម្មមេត្តាវិច័យកម្មមេត្តាមโนកម្មហ្នឹងយល់ទេហើយដល់តែមាន3ហ្នឹងហើយទី4លៀបភៈและរបស់របរអីលៀបសការៈចៃវរៈបណ្ឌបានទីសនាសនៈកលៀនពេជ្ជៈហ្នឹងវាបានមកកើតឡើងដោយធម៌បានមកដោយធម៌អត់ចេះហួងហែងលាក់លៀមប្រើប្រាស់ទុកជាប្រយោជន៍ខ្លួនឯងទេលៀបភៈនឹងចែកគ្នាបានសុខញាតិញោមដូចគ្នាពួកសក្ប្រមចារីភិក្ខុសាមណេរដូចគ្នាឲ្យតែមានមេត្តានៃអតោសៈហ្នឹងលៀបភៈនឹងចេះចែកចាស់ញាតិញោមដូចញាតិញោមមានទ្រព្យមានសម្បត្តិនឹងឯងលៀបភៈហ្នឹងទិញត្រៃជីវរទិញអាហារបិណ្ឌបាតទីសនាសនៈធ្វើកត់ធ្វើអីប្រគេនដល់ព្រះសង្ឃថ្នាំពេទ្យភេទជ្ជៈទឹកសុទ្ធនឹងញាតិញោមនឹងលៀបញោមបានសុខយ៉ាងណាចែកឲ្យពួកសក្ប្រមចារីបានសុខនឹងសម្រាប់អ្នកមានសិលនិងសមាទិដ្ឋិញោមហ្នឹងឯងដល់ពុទ្ធិកាអញ្ចឹងញាតិញោមមានញោមត្រេកអរថាអស់ចាញាតិញោមអស់ចាបើញោមអត់អត់ទៅហ្នឹងឯងប៉ុន្តែបើអាត្មាវិញថាអស់ចាតងំមានធម៌នឹងឲ្យត្រូវតាមពុទ្ធិការបស់ព្រះសម្មាសម្ពុទ្ធអស់ចាប៉ុន្មានហើយមិនមែនសំថ្ងៃហ្នឹងឯណាញាតិញោមពពេកតបញ្ញតារាប់ជាតិកំណើតហើយទាំងរំបានគុណធម៌នឹងមកដាក់ទុកនៅក្នុងដួងចិត្តរបស់ញាតិញោមទៅតាមព្រះធម៌ដែលព្រះអង្គទ្រង់រក4អសង្ខ័យកម្រៃ1សែនកាប់រមកឃើញក្នុងដួងចិត្តរបស់ញាតិញោមតើអស់ចាប៉ុន្មានញាតិញោមហ្នឹងឯងឲ្យធម៌ទាំងអស់ហ្នឹងបើអត់មានឧបនិស្ស័យទេមិនបាច់ទាញទេមេត្តាកាយកម្មមេត្តាវិច័យកម្មមេត្តាមโนកម្មហើយមានលៀបភៈចែកសេចក្តីសុខនេះហើយពួកភិក្ខុសង្ឃមិនញាតិរបស់ញាតិញោមណាប៉ុន្តែដល់តែយើងបានស្គាល់នឹងពុទ្ធពធម៌ប្រសង្ឃយើងคล้ายដូចជាញាតិរបស់ព្រះសម្មាសម្ពុទ្ធស្ថិតនៅក្នុងវងជាមួយគ្នាវងនៃពួកអរិយៈប្រសង្ឃនឹងឯងបើចែកជាពួកមាន4ពួកបើចែកជាបុគ្គលមានប៉ុន្មាន8សិតតែញាតិរបស់យើងទាំងអស់ញាតិញោមបានសោតាគេហៅថាប្រសង្ឃដូចតែគ្នានឹងឯងទៅតាមបរមត្ថធម៌ណាបុគ្គល4ពួកនឹង8ពួកសោតាបត្តមៈ1សោតាបតិផល1សកទាគាមិមៈ1សកទាគាមិផល1អនាគាមិមៈ1អនាគាមិផល1អរហត្តមៈ1អរហត្តផល1អញ្ចឹងយើងទៅជាញាតិរបស់ពួកអរិយៈហ្នឹងឯងណាញាតិរបស់ព្រះអរិយៈ
Dân dân miền liệp hay chạy nhiệt nâng anh miền tại bọc côn miền côn thọ nâng anh ngạ tì buồn à tì pram say lạ rồi nơi cho môi kia cai là o về cha là o chất là o miền sal nâng anh ọt oi kê rừng kia kê phây kê pruôi kê bà rom miền thiếp cọ này chưa chết pro sal nâng tịch chết nơi cho môi kia tịch chết không có tịch chết nâng ai ọt cứ kia tịch chết vào nâng ai mơ nê cái hai ta bị dễ chắc hậu nê mơ tàu vinh tàu mọc nâng tha chuyện tí sở lánh rộp an pinh chắc ọt miên từ tòa lấy đây tụi bây chỉ mơ tàu khó pram còn ta pram khó nâng ọt rồi do ta trâu pram nên còn bờ đây nâng ấy nhộm nâng ấy nâng ấy khó nâng bầm buôn còn ta thử muôi ôi là o đây lục riêng ta đôi bạc thì khẩu xong để sơ ma tiên nơi tật đóng bằng school chăng sầm bột nâng việc đại tầng ói con trai miền bắn pi thọp lục trạch o thầm bắn pi thọp mọc ấy mọc liêng đọc sầm ạt mọc đê pa pon nơi cháy chảy vo pi thọp nâng tới nâng miền sal nâng mơ kia đòi côn là thoa nâng ai bị dạ chặt hậu nó lấy nó bí luôn ta bị dạ chặt hậu mơ kia phê từ chia nâng từ chia ấy sẽ đáp tới tha miền dịch đây sẽ lanh prom prieng kia srok srol kia ắt chia srai kia sẽ đo miền meta là o priek bay đôi chiết tức lia chỉ môi nâng tức đỏ cầu tới sạch tới mùi giống ấy nhóm sạch tới mùi nâng ai nè xây lạ dân tì mùi tì pi tì bay tì buôn tì phém bàn sal và ông chưa là sal mùi tì bờ muối sama tật thệ con tay nó nong nu lúc ọt phép ta sama tật thệ aray ya tật thệอย่างấy nè aray ya tật thệ bị bố nè đại miền sama tật thệ nu nè sama tật thệ nu chưa lừa quân của bột bột hoa và sang mình cầm ra khai miền salap sệt thiên nâng cứ chia aray tật thệ nói xa ấy đôi xa ta hay chết rồi bỏ sệt thiên nâng cả hai ta sao ta bắt dạng kẹt nè chưa lừa quân của bột mình cầm ra bột hoa mình cầm ra và sang mình cầm ra miền sal nâng cả hai ta hay chết rồi bỏ sệt thiên nông sama tật thệ nâng cái sao ta bắt dạng kẹt mơ bị sao ta nâng ong kẹ ong rồi bọn nè sao ta tụi bây chỉ tất thệ nâng toàn đo phụ ở đây dạ rồi bọn tay bằng áo tôi ở nơi bay này bé ở đây dạ dân chia ở đây dạ tất thệ dân bàn sal nâng tất thệ đi bé xem mà xăm phút bọn ong hào dương nè ở trôi mơ mơ bỏ ê hề bà sẽ cao ở trôi mơ mơ ao pan này chỉ cao đầm bay dọc nơi aram samatha vipassana nó túc nó chất đại âm nái phiêu vần địa do đó do tới phiêu vần địa nơi cho môi sạ pram mà cha ray đây nơi prey ngắt đây tiếp culture đây tàu ngắt đây sờ la ngắt cái đây ọt trẻ biệt biệt kia nhung nhung ấy nè nhung cất mơ dương miên từng ó nhung nhung ấy miên từng ó được nòng chặt tụi bây giờ bộ ác mà nụ đây bộ ấy đây ở đại biên hiệt biệt biên đó bọc bộ nè đại miền sal năng sờ mát tật thầy năng ấy hãy cầm pung tay cầm pin bật thái cứ sạch tết bật hàng năng ấy đam bây thưa chỉ vứt đó bao dương trong còi năng ấy bo để sắp phật cha âm pi dịch đây sao sắc xuôi tục tôm mà nó chừng yết chừng all run nơi chỉ mùi nắng sama bật đây bật tia này mẹ và góp đây ông bầm bấy đam bấy tư bè nập biến chỉ tích xem cha nơi dịch đây tục chẳng việc dùng chia sẻ brahmacha ray ni miền thọ pi năng sal năng sama tật hệ dân sal ngày ní sal đọc sama tật hệ ní cứ trai sarana cùng sầm rách đòi sạch thía chưa chết từ lời ca trắc đăng đọc bọc presma sampot bàn phượt tục nông chất chật nâng khai từ
ជឿទៅលើកម្មជឿទៅលើផលជឿទៅលើកម្មជារបស់ខ្លួនជឿទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធចិត្តរបស់យើងនៅក្នុងសមាទិដ្ឋិហ្នឹងណាបានពីរហ្នឹងតែពីរនឹងមុតមមឲ្យញោមទទួលទៀតហើយអារម្មណ៍សមថៈអារម្មណ៍វិបស្សនាហ្នឹងហើយឆាប់បានសម្រេចគុណធម៌ហ្នឹងហើយមិនមែនទទួលឲ្យទៅសម្ញានទេអត់ទេធម៌3ផុតចាកអំពីសេចក្តីប្រមាទយ៉ាងហ៎បានកន្លែងស្ងប់ស្ងាត់ហើយដេកដើរឈរអង្គុយហ្នឹងត្រូវមានអីមានសតិផុតចាកពីសេចក្តីប្រមាទអង្គធម៌គឺសតិមានអាតបិសេចក្តីប្រឹងប្រែងព្យាយាមអង្គធម៌គឺវិរិយៈនៅក្នុងសមបត្តិទាំង4ពហិតតោមានបញ្ញាបញ្ជូនទៅកាន់អារម្មណ៍ព្រះនិព្វានណាសមថៈជាបាតនៅវិបស្សនាទៅរកមគ្គផលពហិតតោអង្គធម៌គឺបញ្ញាញាណហ្នឹងឯងហ្នឹងណាហ្នឹងយ៉ាងមានធម៌3ឬក៏លោកអត់ពោលថាបមាអបមាទនឹងទេឬក៏អតបិឬក៏ពហិតតោឯងលោកពោលថាអីអតបិសម្បជាណោសតិមាធម៌នឹងដូចគ្នាទេខ្ញុំចឹងហ៎ដូចគ្នាទេហ្នឹងនេះយើងកំពុងយកទៅវឹកហាត់នៅធម៌3គឺអតបិសេចក្តីប្រឹងប្រែងព្យាយាមអត់ធន់សម្បជាណោបណ្ដោះនៅសម្បញ្ញៈគឺបញ្ញាសតិមាគឺសតិយ៉ាងសេចក្តីប្រឹងប្រែងព្យាយាមនឹងសតិសម្បញ្ញៈនឹងឯងពេលណាដែលធម៌នឹងពេញបរិបូរគ្រប់គ្រាន់ហើយយើងคล้ายទៅជាបរិសទ្ធិបុគ្គលនឹងឯងមានសេចក្តីស្អាតបរិសុទ្ធក្នុងចិត្តព្រោះបានសិក្សាប្រតិបត្តិព្រហ្មចរិយធម៌នេះពេញបរិបូរគឺសិលសមាធិនិងបញ្ញាអញ្ចឹងមានទាំងសិលមានទាំងសមថៈមានទាំងវិបស្សនាពេញបរិបូរទៅបានទទួលជាឧបដិតញ្ញូបុគ្គលវិបជិតញ្ញូបុគ្គលបានសម្រេចនៃគុណធម៌ណាមួយជាសាវករបស់ព្រះសម្មាសម្ពុទ្ធជាបកតិសាវកចាប់ពីសោតាឡើងទៅគេហៅថាបកតិសាវកអញ្ចឹងហ៎អសីតិសាវកគេហៅថាមហាសាវកឬក៏អសីតិសាវកមហាសាវក80ចុះអគ្គសាវកមានប៉ុន្មានតែ2អញ្ចឹងសាវកនឹងចែកទៅមាន3អគ្គសាវក2សរិបុត្រព្រះមោគលានមហាសាវកឬក៏អសីតិសាវកគឺសាវកនៅក្នុងនោះ80បកតិសាវកនឹងបន្ទាប់ផ្សំចាប់តាំងពីព្រះសោតាឡើងទៅឲ្យឈ្មោះថាបកតិសាវកអញ្ចឹងយើងទៅតាមលំដាប់នឹងទៅញាតិញោមតាំងចិត្តណាសាវកណាក៏បានដែរញាតិញោមអញ្ចឹងហ៎ព្រោះបកតិសាវកនឹងលោកអត់ចង់ទៅណាទៀតទេគង់ថាជួបសាសនានៃព្រះសម្មាសម្ពុទ្ធចង់ថាឲ្យរួចចាក់ទុកនឹងចប់ហើយអញ្ចឹងហ៎ចិត្តរបស់លោកគាត់នៅបង្អោនទៅប៉ុណ្្នឹងឯងប៉ុន្តែមហាសាវកដោយអសីតិសាវកសីតិនឹងលោកតាំងចិត្តជួបនឹងព្រះសម្មាសម្ពុទ្ធបំពេញឲ្យថាចង់ឲ្យជាអេតតកៈដោយព្រះអនន្តអញ្ចឹងឧបថាអញ្ចឹងណាទៅបំពេញបានទៀតមួយសែនកាប់ទៀតអញ្ចឹងណាសែនកាប់ទៀតបានទៅជាអេតតកៈដល់ប្រសើរនៅក្នុងអសីតិសាវកចោះប្រប្រាថ្នាទៅជាអគ្គសាវកក្នុងបញ្ញាថឹកនេះទៅមួយអសង្ខ័យមួយសែនកាប់ច្រើនណាស់បានអគ្គសាវកនៅក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធនឹងត្រូវបានសម្រេចទៅតាមលំដាប់អញ្ចឹងញាតិញោមដែលមានសទ្ធាជ្រះថ្លាដោយសារតែគ្រូបាអាចារ្យនឹងលោកសមាទានមាននៅក្នុងសារណីយធម៌នេះទេអញ្ចឹងហ៎សារណីយធម៌នឹងឯងមានសិលមានសមាធិក្នុងសារណីយធម៌ទាំង6នេះបានអនុគ្រោះចែកចម្លែកលោកឆាន់យ៉ាងណាញាតិញោមហូបយ៉ាងដែរទៅអញ្ចឹងហ៎
លោកនៅតូបនៅកត់អីនឹងស្តៀងគ្នាទេមកចេះដឹងខ្លះទៅមកបង្រៀនញាតិញោមទៅតាមសារណីយធម៌ទៅតាមអធិស្ស្រ័យមិនមានគ្រប់តអង្គអញ្ចឹងទេសម័យព្រះក៏ដូចគ្នាដែរអង្គខ្លះក៏អត់មានសារណីយធម៌ក៏លោកនៅតែឯងទេឲ្យមកបរៀនចាំតមកណាលោកអាស្រ័យខ្លួនឯងលោកបប្រតិបត្តិទៅខ្លួនឯងអញ្ចឹងទៅនេះទៅតាមអធិស្ស្រ័យអញ្ចឹងថ្ងៃនេះយើងបានជួបជុំគ្នាបប្រតិបត្តិនៅកាលដែលមហាកុសលនឹងទាំងគ្រូទាំងសិក្ខាកាមសិតតែជាបុណ្យកុសលដ៏ច្រើនមានគុណតម្លៃនៅក្នុងព្រះឱវាទរបស់ព្រះសម្មាសម្ពុទ្ធសូមថ្លែងអំណរអគុណចំពោះអង្គអនុប្រធានគ្រប់ព្រះអង្គតារកសង្ឃធម្មាចារណីគ្រប់រូបអរគុណសិក្ខាកាមបាសកបាសិកាទាំងអស់ដែលប្រឹងប្រែងណាលះបង់ពីផ្ទះពីសំបែងខំមាត់ផងបិទភ្នែកផងដើរថយក្រោយផងអត់ហ៊ានមើលផ្ទះហ្នឹងណាទាំងហមនឹងបានមកដល់នេះមកពេលនេះមិនរៀងស្រួលទេញាតិញោមបាទណាងាស់ហើយឱកាស10ថ្ងៃនេះជាឱកាសបំពេញបុណ្យកុសលតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធសូមឲ្យសេចក្តីប្រឹងប្រែងព្យាយាមរបស់លោកម្ចាស់គ្រប់ព្រះអង្គញោមញាតិទាំងអស់ឆាំបានសម្រេចនៅគុណធម៌ជាន់ខ្ពស់នៃការសិក្សាព្រហ្មចរិយធម៌សិលសមាធិបញ្ញាបានសម្រេចនៅមគ្គផលជាបច្ច័យរួចចាក់ទុកគ្រប់ព្រះអង្គគ្រប់គ្នាតងសូមជ្រះថ្លាអនុមោទនា